download បានវាអត់មាន access ទៅហ្នឹងយើងអត់យោងគាត់ទេខ្ញុំយោងអ្នកទី4យកមកឬក៏យោងអ្នកទី1 as cited in អ្នកទី4ក្នុងករណីហ្នឹងគឺបង្ហាញថាយើងយោងគាត់មែនតែយើងអត់បានឃើញអត្ថបទនឹងផ្ទាល់ទេការពារខ្លួនឯងករណីអ្នកទី4ហ្នឹងគាត់យោងអ្នកទី1ទី2ទី3មកខុសព្រោះមានអ្នកយោងខុសព្រោះហ្នឹងវាពាក់ព័ន្ធ paraphrasing អ្នកខ្លះគាត់ paraphrase ទៅណាជួនកាលវាយលេខគេខុសក៏មានអីចឹងណាតែចឹងទៅយើងយោងតពីគេហើយយើងអត់បានមើលអាដើមអាចខុសយើងដែរតែបើយើងអត់បានមើលអាដើមយើងយោងអាទី4អត់អីទេអា4ខុសយើងអត់ខុសទេព្រោះយើងយោងអាទី4វាខុសដោយសារវាយកអាទី1មកខុសតែបើយើងបានទៅអាទី1ផ្ទាល់យើងយោងទាំងពីរមកអត់អីទេត្រូវមកហ្នឹងគឺកាន់តែល្អដោយសារយើងបានយោងតាំងអាអ្នកចាស់តាំងអាអ្នកថ្មីអាហ្នឹងរបៀបយោងអញ្ចឹងខ្ញុំមកឲ្យធ្វើចឹងដែរគឺបើខ្ញុំរកមើលអាទីដើមនឹងឃើញអាដើមនឹងខ្ញុំអានបាន download បានខ្ញុំអានទៅឃើញអញ្ចឹងមែនខ្ញុំយោងតាំងអាដើមតាំងអាថ្មីតែបើយើង download អត់បានទេខ្ញុំអត់យោងអាដើមទេឬក៏យោងករណី cited in ប៉ុន្តែ cited in គេច្រើនយោងនៅពេលយើង quote អីទេបើយើងអស់ជំរឿសហើយគឺយើងយោងអាដើមទៅដែរតែដោយសារយើងអត់បានអានឬក៏ download អត់បានទេយើងដាក់ cited in ទៅវាអញ្ចឹងណាបាទអរគុណច្រើនយល់បងដោយសារតែអត្ថបទដែលចេញ3 4បណ្ដាគ្នាដោយសារមូលហេតុសាស្ត្រាចារ្យគាត់ធ្វើ thesis ឬ dissertation គេតម្រូវឲ្យយើងទៅសេសាយឲ្យបានច្រើនប៉ុន្តែដោយសារដូចបងលើកឡើងជាងបញ្ហាសំខាន់តែគាត់មែនតែយើងរកអត្ថបទអានអត់ឃើញហ្នឹងហើយយើងបានអានគាត់អត់បើយើងអត់អានកុំផ្សាយអាហ្នឹងជាក្រមសីលធម៌ស្រាវជ្រាវដែរទេមែនតើពេលខ្លះរបៀបផ្សាយបើយើងផ្សាយលឿនគឺយកតាមគេអញ្ចឹងយើងឃើញទី4យោងទី1ទី2ទី3យើងអត់បានអាន1 2 3នោះទេតែយើងគ្រាន់តែ download មើលបន្តិចទេយើងអត់អានទាំងអស់យើងមើលបន្តិចថាអញ្ចឹងមែនអត់អញ្ចឹងមែនផ្សាយបានហើយផ្សាយទី1នឹងបានភ្លាមមើល template ទេអត់បានអានមើលទាំងអស់ទេអាហ្នឹងគឺ smart citation បើថាយើងផ្សាយតពីគេគ្រាន់តែមើល template ឃើញថាពិតជាអញ្ចឹងមែនយើងផ្សាយបានភ្លាមតែយើងមិនបានអានទី1ទេយើងដឹងអាទី1និយាយរឿងហ្នឹងដោយសារយើងអានទី4នេះអញ្ចឹងយើងយកអាទី4ជាឆ្នាប់ក្នុងការទៅផ្សាយអាទី1គាត់ថាយើងមិនមែនផ្សាយទី1ដោយមិនបានមើលទាំងអស់យើងត្រូវតែ download ទៅផ្សាយមែន download ផ្សាយស្រាប់តែ download អត់បានកុំផ្សាយវាព្រោះយើង download បានផងយើងទៅផ្សាយមិនយើងធ្លាប់ប៉ះអ្នកនិពន្ធអញ្ចឹងច្រើនអ្នកតើគាត់ផ្សាយអានឹងបាច់ផ្សាយបាច់ខ្ញុំឆ្ងល់ចាំត្រូវឬខុសព្រោះយើងហែងសង្ស័យយើងទៅ download អានឹងអត់បានសោះហើយយើង download បានសួរឆ្ងល់គាត់ download មិនបានយើងសិតទៅណាស្អីផ្សាយហាប់ផងស្អីផងនៅអត់បានយើងទៅសួរគាត់ថាឥឡូវជួយផ្ញើអត្ថបទនៅខ្ញុំទីមើលខ្ញុំចង់ដឹងថាតើវាដូចមិនដូចគាត់ផ្ញើបានទេព្រោះគាត់មិនបានគាត់ផ្ញើបានព្រោះគាត់អត់បានអានទេគាត់ផ្សាយតពីគេហើយយើងចង់ដឹងថាតើអាផ្សាយតពីគេត្រូវឬអត់ចង់មើលអាដើមគាត់ផ្ញើមកកើតដោយសារគាត់អត់ដែលបានអានអាដើមទេគាត់ផ្សាយតពីអាគេនោះទេចុងក្រោយគឺលុបអា citation ចោលដូរដាក់ថ្មីករណីហ្នឹងណាវាមានអញ្ចឹងដែរអញ្ចឹងបើយើងមិនបានមើលទេកុំទៅផ្សាយវាតែ smart citation គឺយើងអត់ត្រូវមើលទេយើងគ្រាន់តែឃើញគេផ្សាយអាហ្នឹងយើងទៅមើល template មកថាអញ្ចឹងមែនឬអត់បើឃើញអញ្ចឹងយើងផ្សាយបានបាច់អានទាំងអស់ហើយគ្រាន់តែផ្សាយបន្តពីគេលួច citation ពីគេគ្រាន់ថាយើងខ្លួនឯងត្រូវ confirm ខ្លួនឯងថាអាដើមហ្នឹងពិតជាអញ្ចឹងមែនទៅ download បន្តិចទៅបើ download មិនបានកុំទៅផ្សាយវាព្រោះយើងខ្លួនឯងនឹង access វាអត់បានប៉ុណ្ណឹងវាអញ្ចឹងណាគ្រាន់តែ smart citation គឺយើងផ្សាយតពីគេលឿនយើងអត់អានទេព្រោះយើងមិនបានទៅ search រកខ្លួនឯងផ្ទាល់តែគេផ្សាយស្រាប់ហើយយើងគ្រាន់ទៅមើលទៅ download តាមអ្វីដែលគេបានដាក់ក្នុង reference list ហ្នឹងហើយឃើញហើយផ្សាយមើលតិចទៅត្រូវផ្សាយយកហ្មងផ្សាយទាំងពីរហ្មងទាំងអាចាស់ផងទាំងអាថ្មីផងវាធ្វើឲ្យរបស់យើងនឹងលយមកថាអានបានច្រើនតែពិតយើងអានតែមួយអាថ្មីនេះអាចាស់យើងអត់ដែរអានទេគាត់ឃើញគេផ្សាយតពីគេបានអាហ្នឹងអីទេគាត់ថាសុំធ្វើអញ្ចឹងសុំ download ពួកគេផងកុំឲ្យផ្សាយតែមិនដឹងអត្ថបទហ្នឹងបែរមកទៅណាណាហ្នឹងហើយបងសំណួរចុងក្រោយបើបងឆ្លើយបានក៏ឆ្លើយទៅពេលនេះបើអត់ទេក៏ចាំឆ្លើយពេលក្រោយចោះក្នុងបច្ចេកទេសនៃការដែលយើងចង់ឲ្យអត្ថបទយើងកាន់តែល្អដើម្បីបញ្ជាក់ថាពាក្យពេចន៍ key term ដែលគេសរសេរហ្នឹងល្អហើយយើងចង់ទៅមើលអត្ថបទផ្សេងទៀតព្រោះអត្ថបទមួយវែងមិនដឹងនៅកន្លែងណាពាក្យដែលគេសរសេរហ្នឹងតើជាបច្ចេកទេសតើបង search វាមិនដើម្បីទៅចង់មើលអ្នកពាក្យកន្លែងហ្នឹងដែលអ្នកនោះសរសេរនៅកន្លែងហ្នឹងឬក៏យើងតម្រូវត្រូវទៅមើលលម្អិតហ្មងព្រោះហ្នឹងវាចំណាយពេលវេលាច្រើនមែនតើជាបច្ចេកទេសបងធ្វើមិនដែរពាក្យបច្ចេកទេសវិញចេះបើសិនជាអ្នកចុងក្រោយយើងអានឃើញហ្នឹងគាត់ផ្សាយពីគេគាត់ quote ណាបើគាត់ quote ស្រួលយើងទៅ search រកដើមទេយើងទៅ download តាមគាត់ download របស់គាត់ទៅ download យកដើមហើយយើង search រកមើលពាក្យដែលគាត់ quote ហ្នឹងឃើញយើងអាច quote មកតបានហើយតែយើងមិនបាច់អានអត្ថបទគាត់ទេយើងគ្រាន់តែ quote កន្លែងហ្នឹងទៅដែរផ្សាយគាត់ថ្មីហ្នឹងផ្សាយឲ្យគាត់ចាស់ហ្នឹងអាដើមហ្នឹងអញ្ចឹងហ្នឹងលឿនអញ្ចឹងណាអាហ្នឹងករណី quote ពាក្យទាំងស្រុង
ប៉ុន្តែបើសិនជាយើងឃើញគាត់សាយហើយយើងឃើញគាត់បកស្រាយមកឃើញយើងពេញចិត្តអ្វីគាត់បកស្រាយនឹងហើយយើងសាយគាត់តហ្មងទៅមិនបាច់ទៅមើលដើមក៏បានដែរតែបើយើងចង់ករណីចង់សាយទាំងពីរតើទៅមើលថ្មីផងមើលដើមផងដើម្បី confirm ថាដើមពិតជានិយាយចឹងមែនអត់ព្រោះជួនកាលអ្នកថ្មីនឹងគាត់បកស្រាយខុសព្រោះអ្នក paraphrase ជួនកាលគេនិយាយចេះគាត់ទៅ paraphrase ខុសពីហ្នឹងទៅយើងអត់បានមើលដើមយើងសាយដើមមកដោយយើងវាអាចខុសចឹងណាអញ្ចឹងជារួមគឺបើប្រើពាក្យជាក់លាក់ដែលយើងចង់ប្រើហ្នឹងយើង search រកមើលពាក្យហ្នឹង download ទៅបាន search រកមើលពាក្យហ្នឹងឃើញចឹងមែនបើឃើញចឹងយើងសាយបានហើយអាច quote ក៏បានអាច paraphrase ក៏បានអញ្ចឹងណាបាទបាទអូខេសុំសំណួរពីរចុងក្រោយព្រោះយើងដូចជាចប់ហើយដល់ម៉ោងហើយមានបងប្អូនណាមានសំណួរឃើញលើកដៃដល់ពី3នាក់ទៀត5នាក់លើកដៃអ្នកបាទតើគាត់លើកគាត់ភ្លេចដៃថាបើសិនជាយើងអានបើយើងអាន series នៅក្នុងការបោះពុម្ពឆ្នាំថ្មីតើយើងអាចសាយ series អ្នកចាស់ឬមួយក៏អ្នកថ្មីបាទអរគុណseries គេចូលចិត្តសាយអ្នកដើមតែក៏អាចសាយអ្នកថ្មីបានដែរបើសិនជាអ្នកថ្មីនិយាយមកមើលទៅពាក្យពេចន៍គាត់និយាយយើងយល់ច្រើនវាល្អសម្រាប់អត្ថបទយើងសាយអ្នកថ្មីបានដល់រឿង series មួយគេច្រើនឲ្យសាយអ្នកដើមមកតែយើងមិនសាយអ្នកដើមគឺថាយើងអត់យល់ពី series ព្រោះ series មួយវាអ្នកដើមដំបូងហ្នឹងគាត់បង្កើតយើងទៅសាយតពីគាត់អញ្ចឹងក្នុងករណីហ្នឹងយើងអាចសាយទាំងពីរទាំងដើមទាំងថ្មីអញ្ចឹងណាបាទគេអត់សូវចោលទេអ្នកដើមនៅពេលដែលនិយាយពី series concept អីមួយបាទទោះបីជាអ្នកនឹង30ឆ្នាំមុនក៏ដោយដូចថា Vygotsky អញ្ចឹងគេនៅតែសាយគាត់តតាំងពីជំនាន់70អីយ៉ាងមកអញ្ចឹងណាបាទហើយជួនកាលយើងមិនបាច់ទៅអានដើមទេយើងអានថ្មីហ្នឹងគាត់បកស្រាយដើមតែយើងសូមទៅ download ដើមមើលតិចដែរផងថាតើពិតជាអញ្ចឹងមែនឬក៏អត់អញ្ចឹងណាកុំឲ្យសាយអ្នកដើមមកដែរចុងក្រោយអ្នកបកស្រាយថ្មីហ្នឹងគាត់បកស្រាយខុសយើងខុសដែរបណ្ដោយតែបើយើងអត់សាយពីអ្នកដើមយើងសាយអ្នកថ្មីបកខុសយើងអត់ខុសយើងសាយតពីគាត់អត់អីទេអញ្ចឹងណាយើងវានៅបញ្ហាទៅនឹងតិចដែរបាទសូមអ្នកបន្ទាប់អញ្ចឹងបាទលោកគ្រូខ្ញុំសូមសួរមួយពាក់ព័ន្ធជាមួយនឹង introduction ដែលយើងសរសេរនៅក្នុង introduction យើងមាន gap បញ្ជាក់កន្លែង gap ហ្នឹងជាទូទៅ gap ហ្នឹងវាអាចថាជារឿងថ្មីមួយអញ្ចឹងលោកគ្រូប៉ុន្តែបើសិនជាករណីនៅក្នុងក្របខ័ណ្ឌកម្ពុជាយើងgap study យើងយក model ថ្មីមួយដែលមិនទាន់ប្រើប្រាស់ប៉ុន្តែ model ហ្នឹងគឺគេធ្លាប់ប្រើប្រាស់ពីមុនមកហើយប៉ុន្តែវា insufficient ទៅលើ factor យើងឲ្យចង់ថាយើងចង់ clarify add factor ថែមទៀតករណីហ្នឹងក៏អាចចាត់ទុកទៅជា gap បានដែរឬទេលោកគ្រូកន្លែងហ្នឹងហើយនៅក្នុង literature review យើងអាចសរសេរ over shortcoming ទៅលើ previous study ដែលគេសិក្សាពីមុនអត់បានអត់គ្រូបាទអាហ្នឹងនៅក្នុង move ទី2 move មាន3ទី1 background មាន3 step យើងលើកពីសារៈសំខាន់នៃអត្ថបទយើង review literature ពាក់ព័ន្ធនឹងសារៈសំខាន់នៃអត្ថបទឬក៏យើងនិយាយទូទៅពាក់ព័ន្ធនឹងប្រធានបទហ្នឹងចូលដល់អាណត្តិទី2នេះវាមាន gap ក៏បានលើកចំណុចខ្វះខាតរបស់គេក៏បានបន្តពីគេក៏បានអញ្ចឹងដូចករណីលោកគ្រូលើកមិញហ្នឹងគឺអញ្ចឹងគឺបានថាយើងអាចយក model គេយកមកអនុវត្តនៅកម្ពុជាមក apply ម្ដងទៀតថែម factor ថែមអីទៅហ្នឹងគេហៅ continuation ហើយបានថាយើងយករបស់គេហ្នឹងយើងយល់ថាវាអត់ស្ទាន់គ្រប់ 100% យើងបន្ថែមបន្តិចហើយយើងយកទៅបន្តទៀតអញ្ចឹងអាហ្នឹងវាស្ថិតនៅក្នុងហ្នឹងវាអាចជា gap មួយគឺ gap អត់មានអ្នកធ្វើរឿងហ្នឹងនៅកម្ពុជាយើងយកហ្នឹងមកអនុវត្តមួយទៀតគឺយើង continue វាបានថាយើងអ្វីគេធ្វើហើយយើងចង់ធ្វើបន្តទៀតតែមាន modify model គេតិចតួចអញ្ចឹងបានអត់អីទេអាហ្នឹងបាទអញ្ចឹងនៅក្នុង interaction យើងត្រូវ highlight អាហ្នឹងនៅក្នុងផ្នែកទី2ផ្នែកទី1និយាយទូទៅផ្នែកទី2យើងនិយាយពីបញ្ហានិយាយពី gap និយាយពីការបន្តអ្វីដែលគេបានសិក្សាហើយឬក៏និយាយពីអ្វីដែលគេខ្វះខាតអញ្ចឹងអា3 4ហ្នឹងគឺស្ថិតនៅក្នុងផ្នែកកណ្ដាលផ្នែកទី2ណា background ផ្នែកទី2មាន3 4 step gap ក៏បានបន្តពីគេក៏បានប្រឆាំងមួយគេក៏បាន
ចឹងណាគាត់ថា gap គឺសំខាន់ជាងគេដោយសារតែ research វាត្រូវការធ្វើរឿងអីដែលថ្មីដែលអត់ទាន់មានគេធ្វើអញ្ចឹងវារក gap បានយើងធ្វើបានមកចូលផ្នែកគេហៅ objective ឬក៏structure article អីចឹងទៅបាទ អរគុណច្រើនលោកគ្រូ ក៏សូមមួយសំណួរទៀតហើយចប់ហ្មងបាទអស់ហើយណាបាទដល់ម៉ោងញ៉ាំបាយយកអណ្ដាប់ជាងអូខេអញ្ចឹងខ្ញុំគិតថាបើមានសំណួរអីទៀតយើងអាចសួរនៅក្នុងក្រុមបន្តទៅអ្នកដែលនៅក្នុងក្រុមស្រាប់ហ្នឹងតើតើនឹងរបៀប say introduction មួយជាងបាទនឹងអរគុណដល់អ្នកគ្នាអញ្ចឹងអរគុណដល់អ្នកគ្នាសុខសប្បាយហើយចាំជួបគ្នាថ្ងៃក្រោយទៀតតាម online តាមអីចឹងទៅបាទហើយមានសំណួរមានអីចាំចាក់តងគ្នាក្នុងក្រុមក្នុងអីចឹងទៅបាទនឹងអរគុណដល់អ្នកគ្នាអញ្ចឹងសុខសប្បាយដល់អ្នកគ្នាបាទអរគុណគ្រូអរគុណ